បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមេឃជាគឺយើងមកទៀតហើយជាមួយនឹងមុខម្ហូបដែលពិសេសគឺស្ងោរប្រែតកង្កែបដាក់ក្នុងក្រងបងប្អូនថ្ងៃនេះគឺយើងមានរសជាតិដឹងថាប្លែកឆ្ងាញ់ហ្មងចំពោះមុខម្ហូបស្លកង្កែបបែបបុរាណនេះគឺយើងបែបធម្មជាតិបងប្អូនធ្លាប់ឃើញនៅតាមស្រុកស្រែបងប្អូននេះកើតក្មេងៗជំនាន់កៅជាងនោះគឺយើងឃើញថាមុខម្ហូបនេះដឹងថានឹកឃើញដល់អតីតកាលអញ្ចឹងបងប្អូនហើយខ្ញុំក៏លើកយកមុខម្ហូបនេះមកស្លចែកជូនពុកម៉ែបងប្អូនទស្សនាដើម្បីជាប្រយោជន៍ធ្វើឲ្យពុកម៉ែបងប្អូនអាចចេះស្លម្ហូបមួយមុខនេះអញ្ចឹងស្លប្រែតកង្កែបនេះគឺក្រងគឺយើងជាដាក់គល់ក្រីរំដេងស្លឹកក្រូចហ្នឹងគឺយើងដាក់ល្មៀតតិចហើយយើងបុកមួយម្ទេសខ្ទឹមមកយើងដាក់ដាំទឹកឲ្យពុះយើងដាក់មកហើយយើងមានកង្កែបមួយយើងយកវាទៅសម្អាតលាងហើយយើងដាក់ស្លមកចាំមើលបងប្អូនឃើញទឹកពុះនេះយើងដឹងថារសជាតិដឹងថាអេមហើយបងប្អូនយើងដាក់ម្សៅស៊ុបដាក់រ៉ូឌីតិចចឹងបងប្អូនពោះមុខម្ហូបមុខនេះគឺជាប្រភេទនិយាយទៅខែច្រូតបងប្អូនអែបនេះគឺខ្ញុំសល់ពីខែច្រូតដែរទេហើយខ្ញុំយកវាសម្អាតទុកឲ្យខ្ញុំដាក់ទុកក្នុងទូទឹកកកទៅវានឹងយូរបងប្អូនបំភ្លេចទេគឺចុងក្រោយគឺក្រងបងប្អូនយើងមកក្រងខែនេះគឺសម្បូរបណ្ដោយទិញពីផ្សារមកបងប្អូនដាក់មកដឹងថារសជាតិអេបងប្អូនហ្នឹងហើយបងប្អូនចំពោះមុខម្ហូបមួយមុខនេះគឺស្ងោរប្រែតកែវក្រងគឺរួចរាល់ហើយបងប្អូនយើងដាក់មួយម្រះប្រូចុងក្រោយបងប្អូនអាចយកមកដួសហូបបានហ្នឹងហើយបងប្អូនអរគុណសម្រាប់ការតាមដាននិងទស្សនាវីដេអូនេះជួយ like ជួយ share ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអរគុណជម្រាបលាបាយបាយ